សួស្តីបងសម្រាប់ថ្ងៃនេះគឺបញ្ហាពពសាខូចទៀតហើយពពសានេះគឺសិតតដីហើយឃើញថាផ្ទាំងខាងក្រោមក៏ខូចផ្ទាំងខាងលើក៏ខូចនិយាយទៅនៅតែផ្ទាំងកដាលអត់អីពពប្រភេទម៉ុសអានេះប្រភេទ200បងហើយបញ្ហានេះខ្ញុំចាប់ដើមជួសជុលឯងកន្លែងនេះវាខូចអូតូអីចឹងខ្ទុះឡើងបែកផ្ទាំងវាដែរណាផ្ទាំងអូតូនេះចាប់ដើមធ្វើតេស្តថាវាមានបញ្ហាអីទៀតអត់ឬក៏មិនចាប់ដើមវាស់ដល់ភ្លើងវាស់ហ្មងនេះតើកណោអីដីអីចឹងយើងដោះលាងខាត់ឲ្យសម្អាតកាលណាវានៅទលាអីពេលយកផ្សារឲ្យអត់ជួតអីទេងាយនឹងឆ្លងខូចនេះហើយបងនេះយើងចាប់ដើមតឡើងរៀបតួរៀបអីចូលវិញហើយកន្លែងខ្សែហ្នឹងក៏ដាក់នេះមកមានតំណមានអីខ្ញុំឃើញថាដាច់អីកលិតអីអស់ហើយចឹងយើងមានទ្របអីចឹងឲ្យវាប្រើកុំឲ្យឆ្លងកាលណាវាឆ្លងងាយនឹងម៉ាស់ទឹកខ្ទុះខូចបោះទៀតចឹងធ្វើម៉េចឲ្យអតិថិជនរបស់យើងប្រើបានចំណាប់ ចានេះបងហើយភ្លើងចាប់ដើមតេស្តផ្សាយដាក់ឆ្វាច់ឲ្យលាយធូបនេះខ្ញុំមិនសូវប៉ិនផ្សារផងហើយផ្សារចឹងទៅមកឲ្យផ្សារជាអត់ចេះទេចេះបានតែតេស្តដឹងបានជួសជុលបាទបងសម្រាប់បងមានបញ្ហាខូចអីអាចតំណតាមលេខ